ក្នុងយុគសម័យនគរទាំង3វីរបុរសបានប្រមូលផ្ដុំគ្នាដើម្បីប្រកួតប្រជែងដណ្ដើមទឹកដីហើយអ្នកមានទឹកកុសលបានលេចចេញរូបរាងយ៉ាងច្រើនក្នុងចំណោមអិសរាជជនល្បីៗទាំងនោះស៊ឺម៉ាហួយគឺជាមនុស្សពិសេសជាងគេគាត់មានចំណេះដឹងពោពេញដោយទេពកោសល្យស្ទាត់ក្បួនសឹកគុំពីបុរាណដូចជាសិភៅខុងជឺនិងឡាវជឺគាត់ជាអ្នកប្រាជ្ញដ៏ល្បីឈ្មោះនៅជីងចៅដែលមានកូនសិស្សជាច្រើនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជាជូកលៀងផានថុងស៊ីស៊ូឆឹងអ៊ីនិងអ្នកផ្សេងទៀតតែទោះបីគាត់មានសមត្ថភាពខ្លាំងប៉ុណ្ណាគាត់មិនប្រាថ្នាបុណ្យស័ក្តិទ្រព្យសម្បត្តិកិត្តិយសសុខចិត្តរស់នៅឯកោទោះបីរស់នៅឯកោតែគេឈ្មោះរបស់គាត់ត្រូវបានសាយភាយយ៉ាងទូលំទូលាយទូទាំងនគរហើយត្រូវបានគេកត់ត្រានៅក្នុងប្រវត្តិសាស្ត្រស៊ឺម៉ាហួយគឺជាអ្នកប្រាជ្ញដ៏អស្ចារ្យមានទេពកោសល្យពីធម្មជាតិប៉ុន្តែគាត់មិនបានធ្វើជាមន្ត្រីទេក្នុងមួយជីវិតគាត់ពេញចិត្តនឹងការរស់នៅព្រៃភ្នំហើយចំណេះដឹងរបស់គាត់មិនបានប្រើនេះជារឿងគួរឲ្យសោកស្ដាយខ្លាំងណាស់ប្រសិនបើស៊ឺម៉ាហួយអាចក្លាយជាមន្ត្រីគាត់ប្រហែលជាអាចសម្រេចនៅរឿងដ៏អស្ចារ្យទោះបីជាគាត់មិនអាចគ្រប់គ្រងខ្យល់និងភ្លៀងក៏ដោយគាត់អាចបង្ហាញទេពកោសល្យរបស់គាត់ដោយភាពស្វាហាប់ហេតុអ្វីបានជាស៊ឺម៉ាហួយជ្រើសរើសរស់នៅក្នុងភាពឯកោស៊ឺម៉ាហួយមានឈ្មោះគូសំថាតេឆាវកើតនៅយ៉ាងសៃអ៊ីងឈွန်អ្នកខ្លះហៅគាត់ថាស៊ួយជីងដែលពាក្យនេះប្រែថាកញ្ចក់ទឹកវាមានន័យថាថ្លាដូចជាទឹកភ្លឺដូចកញ្ចក់ហើយអាចយល់ដឹងពីមនុស្សនិងមើលធ្លុះទេពកោសល្យគាត់ជាមនុស្សចិត្តល្អមិនដែលនិយាយអាក្រក់ពីអ្នកដទៃគាត់មិនដែលនិយាយពីចំណុចខ្វះខាតរបស់អ្នកដទៃពេលនិយាយជាមួយអ្នកដទៃគាត់មិនដែលសួរការចូលចិត្តឬមិនចូលចិត្តរបស់អ្នកដទៃទេហើយតែងតែនិយាយរឿងល្អៗពេលអ្នកភូមិបានជម្រាបសួរគាត់តែងតែឆ្លើយវិញថាមិនអីទេមានពេលមួយបុរសម្នាក់បានប្រាប់គាត់ថាកូនរបស់ខ្ញុំស្លាប់ហើយពេលនោះស៊ឺម៉ាហួយឆ្លើយថាល្អពេលនោះប្រពន្ធរបស់គាត់ទ្រាំលេងបានហើយនិយាយថាគេប្រាប់ឯងពីដំណឹងមរណភាពរបស់កូនប្រុសគេព្រោះគេចាត់ទុកឯងជាមនុស្សចាស់ទុំហេតុអ្វីបានជាឯងឆ្លើយថាល្អស៊ឺម៉ាហួយបាននិយាយថាអ្វីដែលអ្នកទៅតែនិយាយក៏ល្អដែរប្រពន្ធរបស់គាត់បានខឹងគាត់ជាខ្លាំងរហូតដល់លេងខឹងទៅវិញហើយនិយាយថាមិនអីទេក្រោយមកស៊ឺម៉ាហួយក៏បានទទួលរហស្សនាមថ្មីថាបុរសល្អមានពេលមួយមនុស្សបានបាត់ជ្រូកមួយក្បាលហើយនិយាយថាជ្រូករបស់ស៊ឺម៉ាហួយជាជ្រូករបស់គាត់ដែលបាត់ស៊ឺម៉ាហួយបានឲ្យជ្រូករបស់គាត់ទៅបុរសម្នាក់នោះប៉ុន្មានថ្ងៃក្រោយមកបុរសម្នាក់នោះបានរកឃើញជ្រូករបស់គាត់ដែលបាត់ពីមុនហើយប្រញាប់ប្រញាល់យកជ្រូករបស់ស៊ឺម៉ាហួយមកវិញនិងបានបន្ទោសខ្លួនឯងជាខ្លាំងស៊ឺម៉ាហួយមិនបានបន្ទោសគាត់ទេប៉ុន្តែអរគុណដែលគាត់យកជ្រូកមកឲ្យវិញពេលស៊ឺម៉ាហួយនៅជីងចៅគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសុងចុងដែលជាអ្នកប្រាជ្ញដ៏អស្ចារ្យនៅចុងរាជវង្សហានហើយគាត់ក៏បានរាប់អានជាមួយអ្នកប្រាជ្ញល្បីឈ្មោះដូចជាផាងតេកុងនិងហ៊ួនឈិនយៀនជាដើមនៅពេលនោះគាត់ក៏មានទំនាក់ទំនងជាមួយយុវជនជាច្រើនផងដែលយុវជនទាំងនោះបានសុំការណែនាំពីគាត់ហើយទុកគាត់ដូចជាគ្រូមានដូចជាស៊ីយឿនស៊ឺឈួយឆុងភីងមេងកុងអ៊ុយនិងអ្នកផ្សេងជាច្រើនទៀតនិងបានបង្ហាត់បង្ហាញចំណេះដឹងដែលគាត់មានជាមួយពួកគេអស់រយៈពេលជាច្រើនឆ្នាំក្នុងចំណោមមនុស្សទាំងនោះស៊ឺម៉ាហួយចូលចិត្តជូកលៀងនិងផានថុងជាងគេហើយជាញឹកញាប់បានបង្រៀនពួកគេអំពីកិច្ចការនគរក្រោយមកមានមនុស្សម្នាក់ទៅប្រាប់លាវពាវថាស៊ឺម៉ាតេឆាវគឺជាមនុស្សអស្ចារ្យលាវពាវបានទៅសួរសុខទុក្ខគាត់ដោយផ្ទាល់ប៉ុន្តែស៊ឺម៉ាហួយដឹងថាលាវពាវគ្មានសមត្ថភាពចិត្តចង្អៀតចង្អល់ទើបគាត់មិននិយាយអំពីកិច្ចការនគរជាមួយលាវពាវតទៅសោះធ្វើឲ្យលាវពាវខកចិត្តនិងមានអារម្មណ៍ថាស៊ឺម៉ាហួយគឺជាមនុស្សធម្មតាហើយមិនមានអ្វីលេចធ្លោនោះទេអ្នកប្រាជ្ញជាច្រើននៅពេលនោះចង់ពឹងផ្អែកលើទេពកោសល្យនិងចំណេះដឹងរបស់ពួកគេដើម្បីចូលប្រឡូកក្នុងអាជីពផ្លូវការដើម្បីទទួលបានកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិប៉ុន្តែស៊ឺម៉ាហួយមិនមានឆន្ទៈក្នុងការស្វែងរករបស់ទាំងអស់នោះទេផ
ផានថងសុំការណែនាំពីស៊ឺម៉ាហ៊ុយនៅពេលមួយផានថងដែលទើបមានអាយុ18ឆ្នាំបានឮថាស៊ឺម៉ាហ៊ុយរស់នៅក្នុងអ៊ីងឈွန်ជាមនុស្សមានទេពកោសល្យកម្របានជួបហើយគាត់បានធ្វើដំណើររាប់ពាន់យោជន៍ដើម្បីទៅលេងស៊ឺម៉ាហ៊ុយនៅពេលដែលគាត់ទៅដល់អ៊ីងឈွန်គាត់បានឃើញស៊ឺម៉ាហ៊ុយកំពុងឡើងដើមឈើដូចជាសត្វស្វាកំពុងបេះស្លឹកម្រុំផានថងអង្គុយលើរទេះហើយនិយាយថាខ្ញុំឮថាមនុស្សមានទេពកោសល្យនិងមានសមត្ថភាពគួរតែជាមន្ត្រីជាន់ខ្ពស់ឬតកែធំតើលោកអាចត្បាញសូត្រដូចជាមនុស្សស្រីយ៉ាងដូចម្តេចបានស៊ឺម៉ាហ៊ុយបាននិយាយថាអ្នកគ្រាន់តែដឹងពីរបៀបដើរយ៉ាងលឿននៅផ្លូវដ៏តូចប៉ុន្តែអ្នកនៅតែបារម្ភអំពីការវង្វេងផ្លូវការពីអតីតកាលប៉ឆឹងចូលចិត្តធ្វើស្រែចម្ការជាជាងចន្លែនឹងព្រះអង្គម្ចាស់យានសៀនចូលចិត្តរស់នៅផ្ទះសាមញ្ញមិនចូលចិត្តផ្ទះប្រណិតសេះដែលល្អត្រូវការអ្នកមើលថែរាប់សិបនាក់បើខ្លាចជាមន្ត្រីធំមិនធ្វើខ្លួនសាមញ្ញវាជាមិនរួចពីការប្រព្រឹត្តអំពើពុករលួយនោះទេមូលហេតុដែលអ្នកប្រាជ្ញប៉ូអ៊ីនិងស៊ូឈីដកដង្ហើមធំមិនគោរពស្ដេចឈីឈិញកុងទោះបីជាទ្រង់មានរទេះដ៏អស្ចារ្យអង្គរៈជុំវិញហើយមានស្រីស្អាតអោបឆ្វេងស្ដាំក៏ដោយក៏មិនមានមនុស្សគោរពឬកោតសរសើរផងដែរមនុស្សមានអំណាចនិងទ្រព្យសម្បត្តិមិនស័ក្តិសមឲ្យគោរពឬយើងទៅច្រឡែងពួកគេទេតែមនុស្សដែលយើងគួរគោរពគឺមនុស្សដែលមានសីលធម៌និងគុណធម៌ផានថងបាននិយាយថាខ្ញុំកើតនៅទីដាច់ស្រយាលហើយកម្របានឃើញការពិតបើអ្នកមិនគួរកណ្ដឹងនឹងស្គាល់ឲ្យខ្លាំងទេអ្នកមិនស្គាល់សម្លេងរបស់វាទេផានថងយល់ថាអ្នកមានទេពកោសល្យគួរតែស្វែងរកឱកាសដើម្បីបញ្ជាក់សមត្ថភាពខ្លួនឯងនិងអនុវត្តវាឲ្យបានល្អក្រោយមកផានថងបានទុកស៊ឺម៉ាហ៊ុយជាគ្រូហើយនិយាយគ្នាទាំងយប់ទាំងថ្ងៃស៊ឺម៉ាហ៊ុយក៏បានកោតសរសើរពីទេពកោសល្យរបស់ផានថងយ៉ាងខ្លាំងស៊ឺម៉ាហ៊ុយតែងតែប្រាប់មនុស្សគ្រប់គ្នាថាជូកលៀងគឺជានាគដេកហើយផានថងគឺជាកូនហង្សពួកគេទាំងពីរជាមនុស្សមានទេពកោសល្យដ៏អស្ចារ្យជូកលៀងមានមហិច្ឆតាខ្ពស់ដូចគន់ចុងនិងយេអ៊ីនៅទីបំផុតគាត់បានបម្រើលីវប៉ៃដោយលីវប៉ៃបានទៅលេងផ្ទះស្បូវគាត់3ដងបន្ទាប់មកជូកលៀងបានលះបង់ខ្លួនដើម្បីសម្រេចក្តីស្រមៃរហូតដល់ជុំបញ្ចប់នៃជីវិតរបស់គាត់បានរួមចំណែកយ៉ាងធំធេងក្នុងការជួយលីវប៉ៃបង្កើតនគរស៊ូហានគឺជានគរមួយក្នុងចំណោម3ហើយបានសម្រេចនូវព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនផានថងក៏បានផ្ដល់យុទ្ធសាស្ត្រ3ដល់លីវប៉ៃក្នុងការដណ្ដើមយកស៊ីឈွန်គឺយុទ្ធសាស្ត្រកណ្ដាលទាបនិងខ្ពស់ហើយទីបំផុតលីវប៉ៃបានចាប់យកយុទ្ធសាស្ត្រកណ្ដាលពេលវីលុកស៊ីឈွန်ផានថងបានដឹកនាំទ័ពវីលុកតែជាអកុសលគាត់បានស្លាប់នៅក្នុងយុទ្ធសាស្ត្ររបស់គាត់ផ្ទុយទៅវិញឆន្ទៈរបស់ស៊ឺម៉ាហ៊ុយគ្រាន់តែចង់រស់នៅសុខសាន្តរឿងដែលគួរឲ្យសោកស្ដាយគឺមានទេពកោសល្យតែមិនបានប្រើការហេតុអ្វីបានជាស៊ឺម៉ាហ៊ុយមានទេពកោសល្យនិងចំណេះដឹងខ្លាំងគាត់ជ្រើសរើសរស់នៅដោយឯកោទៅវិញខ្ញុំគិតថាទីមួយស៊ឺម៉ាហ៊ុយបានឃើញស្ថានភាពនៅពេលនោះមេទ័ពត្រូវបានបែកបាក់គ្នាវីរបុរសបានប្រកួតប្រជែងដណ្ដើមអំណាចហើយសង្គ្រាមកើតឡើងជាញឹកញាប់វាជាការប្រសើរក្នុងការរស់នៅដោយឯកោទី2អ្នកដែលគាត់បានផ្ដល់យោបល់និងបង្រៀនមានច្រើនវាជាការល្អប្រសើរក្នុងការផ្ដល់ឱកាសដល់អ្នកដទៃដូចជាជូកលៀងផានថងនិងអ្នកផ្សេងទៀតមនុស្សម្នាក់សិតតែមានមហិច្ឆតារៀងខ្លួនមិនថាពួកគេធ្វើជាមន្ត្រីកវីអ្នករស់ស៊ីនិងចូលចិត្តរស់នៅដោយឯកោក៏ដោយនេះជាជីវិតដែលពួកគេប្រាថ្នាវានឹងនាំមកសុភមង្គលពិតប្រាកដទោះបីជារបៀបរស់នៅខុសគ្នាក៏ដោយក៏ពួកគេសុទ្ធតែមានភាពរុងរឿងរៀងខ្លួនស៊ឺម៉ាហ៊ុយគឺជាមនុស្សដែលមិនស្វែងរកគេឈ្មោះទ្រព្យសម្បត្តិប៉ុន្តែសុខចិត្តប្រើខ្លួនឯងជាដៅឲ្យយុវជនបោះជំហានទៅមុខជោគជ័យនិងកិត្តិនាមគឺជារបស់អ្នកហើយសន្តិភាពនិងភាពស្ងប់ស្ងាត់ជារបស់ខ្ញុំបេសកកម្មរបស់ខ្ញុំគឺស្វែងរកអ្នកមានទេពកោសល្យខ្ញុំគាំទ្រហើយជឿជាក់ថាអ្នកនឹងអាចសម្រេចលទ្ធផលដ៏អស្ចារ្យបើអ្នកជាមនុស្សមានសមត្ថភាពមធ្យមខ្ញុំណែនាំឲ្យអ្នកនៅផ្ទះធ្វើស្រែចម្ការ
នៅក្នុងពិភពលោកដ៏ច្បុកច្បល់ដែលប្រើច្បាប់ព្រៃនិងការដោះដូរដើម្បីផលប្រយោជន៍មិនអាចគ្រប់គ្រងមនុស្សដូចជាស៊ឺម៉ាហ៊ុយបានទេគាត់ដូចជាមនុស្សក្រៅភពនៅឆ្នាំ208នៃគ្រិស្តសករាជឆាវបានដណ្ដើមយកជីងជើហើយក៏បានអញ្ជើញស៊ឺម៉ាហ៊ុយឲ្យចូលរួមជាមួយគាត់ប៉ុន្តែស៊ឺម៉ាហ៊ុយបានបដិសេធគាត់គ្រាន់តែចង់រស់នៅដោយស្ងប់ស្ងាត់និងមានជីវភាពធម្មតាដូចជាការអានសៀវភៅធ្វើស្រែចម្ការបេះស្លឹកម្រុំនិងលេងពិណតែប៉ុណ្ណោះមិនយូរប៉ុន្មានអ្នកប្រាជ្ញដ៏ល្បីឈ្មោះស៊ឺម៉ាហ៊ុយបានលាចាកលោកទៅយ៉ាងស្ងប់ស្ងាត់នៅឆ្នាំ208នៃគ្រិស្តសករាជបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀត